សួស្តីបងប្អូនថ្ងៃនេះខ្ញុំចាប់ផ្ដើមដំពុកវគ្គទី3សម្រាប់ប្រមូលផលនៅចុង K12 អញ្ចឹងពុកវគ្គ1ខ្ញុំគឺចាប់ផ្ដើមប្រមូលផលថ្ងៃទី4 K11 នេះបងប្អូនជួយខ្ញុំទ្រពអត់ហើយផ្សេងមួយដែលគាត់ចង់ទិញទៅលក់តើគឺអាចទៅបានតាមឆាតពូខ្ញុំនេះគឺអាយុកាលនៅកំពង់តាដាំនេះគឺអាយុកាល7ថ្ងៃបងប្អូន7ថ្ងៃយើងយកទៅដាំហើយយើងអត់លឿនហ្នឹងដាំវាវែងពេកវាល្អវែងពេកអញ្ចឹង7ថ្ងៃនេះគឺសមស្របហើយខ្ញុំត្រាប់បាទជីកំប៉ុស្តដែលយើងផ្អាប់យកពីកន្លែងបដបផ្សិតចំបល់ហើយយើងយកមកដាក់ផ្អាប់ទៅជាមួយគូហើយកិនវាខ្ទេចទៅហើយយើងដាក់ត្រាប់បាទទៅហើយយើងដាំខ្ញុំដាំនៅលើដីដលងបងប្អូនដកដលងហើយគឺដាំពោតបន្តកុំឲ្យវាទំនេរដី